សួស្តីប្រិយមិត្តយប់ស្ងាត់ទាំងអស់គ្នាថ្ងៃនេះ admin ក្រុងមានសាររឿងមួយទៀតហើយគឺម៉ែធម៌មានផ្ទៃពោះជាមួយនឹងកូនធម៌ហើយចង់ដឹងថាសាររឿងមានលក្ខណៈបែបណាសូមបងប្អូនចាំរីករាយស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាហើយកុំភ្លេចជួយ Subscribe Channel admin ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់ admin នៅក្នុងការសម្រាយសាររឿងផ្សេងៗឲ្យបងប្អូនប្រិយមិត្តបានស្ដាប់ជាបន្តបន្ទាប់ទៀតអញ្ចឹងបងប្អូនអញ្ចឹងយើងចូលសាររឿងយើងទាំងអស់គ្នាចេវីគាត់មានអាយុ45ឆ្នាំហើយគាត់រស់នៅទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃគាត់មានមុខរបរជាកម្មការិនីរោងចក្រហើយគាត់មានប្តីដែរគឺប្តីរបស់គាត់ហ្នឹងជាអ្នកស៊ីឈ្នួលបើកឡានឲ្យចិនអញ្ចឹងបងប្អូនហើយចេវីគាត់មានអាយុ45ឆ្នាំនៅក្នុងឆ្នាំហ្នឹងហើយថ្ងៃមួយហ្នឹងគាត់បានជួបនឹងកូនធម៌របស់គាត់មានឈ្មោះថាចម្រើនគេមានការងាររបស់គេហ្នឹងគឺជាអ្នកបើកឡានអ្នករត់តាក់ស៊ីអញ្ចឹងណាហើយពួកគាត់បានជួបគ្នាហ្នឹងគឺដោយសារតែការពេលទៅស្រុកកំណើតហ្នឹងគឺចេវីហ្នឹងបានជិះឡានរបស់ចម្រើនហ្នឹងហើយក៏បានតាក់ទងគ្នារហូតទៅបន្ទាប់មកពីបានតំណែងនៅក្នុងការជិះឡានទៅវិញទៅមកអញ្ចឹងទៅពួកគាត់ហ្នឹងក៏បានរាប់អានគ្នាជាលក្ខណៈថាម៉ែធរនិងកូនធរអញ្ចឹងណាតែសាច់រឿងបន្តទៅមុខទៀតហ្នឹងគឺថាវាលើសពីអ្វីដែរហើយយើងបានដឹងបានហៅថាត្រឹមតែជាម៉ែធរឬក៏កូនធរហ្នឹងបន្ទាប់ពីចេវីហើយនឹងចម្រើនបានតំណែងគ្នាជាកូនធរនិងម្ដាយធរកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃទៅក៏បានជាលក្ខណៈមួយថាទៅជាចេវីនេះក៏លក្ខណៈថាលងស្នេហ៍ទៅចម្រើនអញ្ចឹងណាហើយក៏បានណាត់គ្នាបបួលគ្នាទៅផ្ទះសំណាក់អញ្ចឹងទៅហើយបន្ទាប់ពីចូលផ្ទះសំណាក់ហើយអញ្ចឹងយើងដឹងហើយមនុស្សស្រីមនុស្សប្រុសនៅក្នុងផ្ទះសំណាក់តែពីរនាក់គេធ្វើរឿងអីគេប្រកាសជាគេធ្វើរឿងដែរមនុស្សពេញវ័យធ្វើអញ្ចឹងទៅបន្ទាប់ពីបានណាត់ជួបគ្នានៅក្នុងផ្ទះសំណាក់ដងជាពីរដងអញ្ចឹងទៅចេវីនឹងក៏បាននាំកូនធម៌របស់គាត់ចម្រើននឹងទៅឲ្យប្តីរបស់គាត់ស្គាល់ហើយឲ្យរាប់អានគ្នាលក្ខណៈថាជាប្តីជាឪពុកជាកូនអញ្ចឹងណារាប់អានគ្នាជាមួយនឹងប្តីគាត់ហ្នឹងលក្ខណៈថាជាឪពុកធម៌និងកូនធម៌ដែរអញ្ចឹងទៅបន្ទាប់មកថ្ងៃមួយនៅពេលដែលប្តីរបស់ចេវីហ្នឹងត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែគាត់ជាអ្នកបើកឡានហើយបើកឡានឲ្យជនជាតិចិនហើយជនជាតិចិនហ្នឹងបានប្រព្រឹត្តនៅបទល្មើសហើយអញ្ចឹងទៅប៉ូលីសក៏បានឃាត់ខ្លួនប្តីចេវីហ្នឹងដាក់ពន្ធនាគារបន្ទាប់ពីប្តីចេវីបានជាប់ពន្ធនាគារទៅចេវីក៏បានដោះស្រាយនៅប្រព័ន្ធតុលាការឯដែរប៉ុន្តែដោយសារតែទោសទណ្ឌច្បាប់អញ្ចឹងมันអាចសម្រួលឲ្យប្តីរបស់គាត់នឹងបាននៅក្រៅឃុំទេអញ្ចឹងប្តីរបស់គាត់នឹងក៏បានជាប់នៅក្នុងពន្ធនាគារមិនទាន់បានចេញមកវិញអញ្ចឹងទៅចេវីនឹងក៏នៅតែបន្តតំណែងជាមួយនឹងចម្រើនដែលជាកូនធម៌របស់គាត់នឹងរហូតមកហើយប្តីរបស់គាត់នឹងគឺនៅក្នុងពន្ធនាគារអញ្ចឹងទៅបន្ទាប់ពីប្តីរបស់ចេវីនៅក្នុងពន្ធនាគារអញ្ចឹងចេវីនឹងក៏បានហៅឲ្យចម្រើនហ្នឹងគឺមករស់នៅក្នុងប្រទេសរបស់គាត់ហ្នឹងដូចជាប្តីដូចជាប្រពន្ធអញ្ចឹងទៅហើយចេវីហ្នឹងអត់មានកូននៅជាមួយទេអញ្ចឹងបានន័យថាក្នុងប្រទេសហ្នឹងគឺមានតែចេវីហើយនឹងចម្រើនហ្នឹងនៅតែពីរនាក់ដូចប្តីប្រពន្ធអញ្ចឹងទៅបន្ទាប់ពីនៅជាមួយគ្នាលក្ខណៈដូចប្តីប្រពន្ធហ្នឹងបានរយៈពេល3ទៅ4ខែចេវីក៏ចាប់ផ្ដើមមានផ្ទៃពោះជាមួយនឹងកូនធម៌ចម្រើនហ្នឹងអញ្ចឹងគឺថាបន្ទាប់ពីពួកគាត់នៅតែ2នាក់អញ្ចឹងទៅមិនដឹងថាគាត់ធ្វើរឿងអីខ្លះទេបានជាគាត់មានទង្វើអញ្ចឹងណាហើយប្រកាសណាមនុស្សពេញវ័យគេធ្វើអីគ្នាបងប្អូនប្រកាសជាដឹងអីមិនបាច់ចាំខ្ញុំបកស្រាយទេប្រកាសជាធ្វើអីអញ្ចឹងទៅបន្ទាប់មកបន្ទាប់ពីទង្វើអញ្ចឹងទៅពួកគាត់ហ្នឹងក៏មិនមានការអីដែរគាត់នៅបន្តនៅអញ្ចឹងទៅហើយប្តីរបស់ចេវីក៏នៅតែមិនទាន់ចេញពីពន្ធនាគារដែរអញ្ចឹងចម្រើនហើយនឹងចេវីនឹងគឺនៅរស់នៅជាមួយគ្នាលក្ខណៈជាប្តីប្រពន្ធពេញមុខពេញមាត់ហើយព្រោះដោយសារតែប្តីចេវីមិនដឹងថ្ងៃណាចេញទេហើយចេវីក៏ថែមទាំងមានទង្វើជាមួយនឹងចម្រើនទៀតបន្ទាប់ពីមានទង្វើអញ្ចឹងទៅបានរយៈពេល8ខែចៃដន្យនេះចម្រើនគាត់នៅមានរូបរាងសង្ហាដែរអញ្ចឹងទៅចម្រើនហ្នឹងក៏បានរួចមានតំណែងជាមួយនឹងអ្នកថ្មីម្នាក់ទៀតដែលត្រូវជាមិត្តភក្តិរបស់ចេវីនឹងដែរហើយបន្ទាប់ពីបានលួចតំណែងជាមួយនឹងមិត្តភក្តិរបស់ចេវីនឹងទៅវាធ្វើឲ្យបែកការដល់ចេវីហ
ហើយជាវីក៏បានដឹងរឿងដោយសារតែមិត្តភ័ក្តិរបស់គាត់ហ្នឹងបានមីសេកមកប្រាប់ជាវីថាកូនធွာរបស់ជាវីហ្នឹងបានបបួលគាត់ហ្នឹងទៅផ្ទះសំណាក់ដែរណាវាចឹងវិញណាដល់ពេលចឹងទៅវាធ្វើឲ្យសាច់រឿងរបស់យើងហ្នឹងគឺជាវីហ្នឹងតាមទាន់ចម្រើនដែលជាកូនធွာហ្នឹងដែលរស់នៅជាមួយគ្នាទៅមានតំណែងអីជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៀតធ្វើឲ្យគាត់ខឹងអញ្ចឹងណាហើយក៏បានឆ្លោះបតែបន្តគ្នាអញ្ចឹងទៅហើយវាធ្វើឲ្យលេចខ្សែភាយនឹងរឿងម្ដាយធွာកូនធွာទើបធ្វើឲ្យផ្ទុះពេញបណ្ដាញសង្គមអញ្ចឹងទៅហើយខ្ញុំក៏បានរឿងនឹងមកក៏យកមកសម្រាយឲ្យបងប្អូនបានស្ដាប់កំសាន្តអញ្ចឹងទៅហើយខ្សែរឿងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងខន្តែភេទទោសរកំហុសខុសឆ្គងយ៉ាងណាមួយសូមបងប្អូនអធិស្ឋានហើយជួបគ្នានៅខ្សែរឿងក្រោយៗបន្តទៀតសូមអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា